ចារយៈចុងក្រោយនេះបងប្អូនណាខ្លះដែលមានអារម្មណ៍សម្គាល់ឃើញថាខ្លួនឯងគឺឧស្សាហ៍ខឹងឆាប់មួម៉ៅឆាប់ខឹងហើយក៏ឆាប់ធុញថប់នឹងតាប់ប្រមល់មិនថាបងប្អូនធ្វើអ្វីទេឲ្យតែធ្វើបន្តិចគឺធុញថប់តាប់ប្រមល់មួម៉ៅនៅក្នុងខ្លួនរហូតអញ្ចឹងអារម្មណ៍គឺមិនជ្រះស្រឡះពិសេសអ្នកដែលជាអ្នកធ្វើការតែម្ដងចាពេលដែលយើងកំពុងតែធ្វើការងាររបស់យើងគឺយើងមានអារម្មណ៍ថាយើង stress រហូតយើងធុញថប់រហូតយើងតាប់ប្រមល់រហូតយើងចេះតែមិនចង់ធ្វើការងាររបស់ខ្លួនយើងឲ្យល្អគឺយើងចង់តែទម្លាក់ចោលចង់តែដើរចេញយើងវាធុញពេកយើងវា stress ពេកបើសិនជាបងប្អូនឧស្សាហ៍មានសញ្ញាណទាំងអស់នេះចាបងប្អូនអាចសាកល្បងធ្វើតាមអ្នកគ្រូបានណាជាធម្មតាអាការៈបែបហ្នឹងបែងចែកជាពីរទី1គឺអាការៈដែលយើងយូរកើតម្ដងឧទាហរណ៍ថានៅក្នុងចន្លោះពេលឥឡូវថ្មីហ្នឹងស្រាប់តែនៅសុកយើងកើតនៃអាការៈបែបដូចអ្នកគ្រូលើកឡើងខាងលើចាក៏ប៉ុន្តែក្នុងករណីមួយហ្នឹងយើងអាចកែដោយវិធីបឋមដូចអ្នកគ្រូលើកឡើងបានអូខេចំពោះបងប្អូនដែលទើបតែថ្មីនេះប៉ុណ្ណោះដែលអាសាមួមកឆាប់ខឹងឆាប់ធុញថប់តាប់ប្រមល់នឹងកិច្ចការរបស់ខ្លួនឯងហើយមិនសូវផ្ចង់អារម្មណ៍ជាមួយកិច្ចការបានមានអារម្មណ៍ថាខ្លួនឯងឆាប់ភ្លេចឆាប់ភ្លាំងហាក់ដូចជាធ្វើអ្វីអត់ទៅមុខណាបងប្អូនសាកល្បងធ្វើតាមអ្នកគ្រូទី1វត្ថុដែលបងប្អូនត្រូវការគឺបងប្អូនអាចរកចានមួយដែលល្អហើយចានហ្នឹងអ្នកគ្រូសុំឲ្យមានតែ2ពណ៌ណាចាគឺទី1ពណ៌ខៀវទី2ពណ៌សចាដាក់ទឹកនៅក្នុងហ្នឹងទៅហើយបងប្អូនដាក់អំបិលចូលទៅក្នុងហ្នឹងប្រហែលជា3ស្លាបព្រាបានហើយវត្ថុដែលបងប្អូនត្រូវការគឺម្រះព្រៅចាម្រះព្រៅហ្នឹងបងប្អូនអាចរកទាំងតងទាំងធៀងបានក៏ល្អដែរបើអត់មានទេសុំតែស្លឹកមកបងប្អូនដាក់អំបិលចូលហើយដាក់ម្រះព្រៅនឹងចូលហើយកូរវាបន្តិចហើយបើសិនជាម្រះព្រៅដែលមានតងមានធៀងណាចាបងប្អូនដាក់អញ្ចឹងទៅណាហើយសុំឲ្យមាន4តងនៃម្រះព្រៅទាំងតងវានឹងដាក់4ទឹកបែបហ្នឹងមកហើយបងប្អូនយកវាចា2ចានទៅដាក់នៅបរិវេណឧទាហរណ៍បើយើងជាអ្នកធ្វើការយើងអាចដាក់នៅតុធ្វើការរបស់យើងហើយបើសិនជាយើងយល់ថាវាប្លែកយើងអាចដាក់វានៅច្រកចូលបន្ទប់របស់យើងឬក៏ផ្ទះរបស់យើងក៏បានដែរព្រោះជាធម្មតាបងប្អូនខ្លះគាត់ទៅធ្វើការគាត់ពិបាកនៅក្នុងការដាក់វត្ថុបែបហ្នឹងនៅទីកន្លែងធ្វើការរបស់គាត់អញ្ចឹងដាក់នៅច្រកចូលផ្ទះរបស់យើងចាហើយបើសិនជាផ្ទះរបស់បងប្អូនមានបន្ទប់ដែលមានបង្អួចពីមុខចាដាក់កន្លែងប្អួចហ្នឹងក៏បានដែរអញ្ចឹងបងប្អូនដាក់តាំងវាបែបហ្នឹងចាមិនបាច់យូរពេកទេអាចត្រឹមតែ3ម៉ោងឬក៏4ម៉ោងយ៉ាងយូរក៏បានដែរបន្ទាប់មកបងប្អូនអាចយកទឹកហ្នឹងជាមួយម្រះព្រៅហ្នឹងប្រោះព្រំនៅក្នុងផ្ទះរបស់បងប្អូនហើយនឹងដើម្បីជំរះនៅមន្ទិលមួម៉ងនៅក្នុងផ្ទះប្រោះឲ្យសព្វទាំងកន្លែងគេងរបស់យើងជាពិសេសកន្លែងធ្វើការរបស់យើងកន្លែងសព្វពេញផ្ទះរបស់យើងហើយចុងក្រោយគឺយកវាមកលាងជើងរបស់យើងចាការធ្វើបែបនេះជួយកម្ចាត់នៅចំហាយនិងឥទ្ធិពលនៃចាដួងចតាលេខគ្រោះចៃដន្យលេខសយចៃដន្យចង្រៃចៃដន្យឧបទ្រពចៃដន្យជំងឺចៃដន្យនិងភាពមួម៉ងចៃដន្យទាំងឡាយដែលវាចូលមកប៉ះយើងហើយវិធីនេះគឺបងប្អូនអាចធ្វើបានហើយខែដែលស័ក្តិសមនៅក្នុងការធ្វើកិច្ចនេះគឺក្នុងខែ5នេះចាហើយនឹងខែ6ខែ5និងខែ6ជាខែដែលស័ក្តិសមនៅក្នុងការធ្វើកិច្ចដោយអ្នកគ្រូលើកឡើងបើសិនជាក្នុងចន្លោះពេលវេលានេះបងប្អូនមានអារម្មណ៍ថាធុញថប់តាប់ប្រមល់មិនស្បើយបងប្អូនអាចសាកធ្វើបែបនេះនឹងជួយឲ្យបងប្អូនស្វាងហើយបងប្អូនអាចធ្វើ3ថ្ងៃជាប់គ្នាប្រសិនបើអាចអូខេចាករណីទី2បើសិនជាបងប្អូនមានអាការៈបែបហ្នឹងដោយអ្នកគ្រូលើកឡើងក៏ប៉ុន្តែវាមានតាំងពីយូរមកហើយជាពិសេសមាននៅកន្លែងធ្វើការមានអារម្មណ៍ថាឲ្យទៅចូលដល់កន្លែងធ្វើការគឺធុញថប់តាប់ប្រមល់ចិត្តតែចង់ឈប់ពីការងារចិត្តតែធុញចិត្តតែខ្ជិលចិត្តតែចង់ឈប់ចាអាហ្នឹងគឺជាសញ្ញាណមួយដែលបង្ហាញថាបងប្អូនអាចនឹងត្រូវអំពើគេកម្រិតធ្ងន់អូខេហើយមួយទៀតពេលខ្លះបងប្អូនខ្លួនឯងហ្នឹងយើងចិត្តតែមានអារម្មណ៍ថាយើងនឿយណាយអត់ចង់ធ្វើអីទេយើងលហិតលហើយចង់តែគេងចង់តែគឺថាមិនដូចមនុស្សបាក់កម្លាំងអីអញ្ចឹងណាអស់កម្លាំងរហូតហើយអត់មានទឹកចិត្តនៅក្នុងការធ្វើអីអាការៈបែបហ្នឹងចាបងប្អូនក៏អាចសាកធ្វើវិធីតាមអ្នកគ្រូបានដូចគ្នាបើមិនធ្វើឲ្យមានអារម្មណ៍ល្អនឹងស្រស់ស្រាយឡើងមកវិញអាហ្នឹងមានន័យថា
វាអាចជួយកម្ចាត់នៃភាពចង្រៃឬក៏ស្លោយឧបទ្រពនឹងគ្រោះចៃដន្យភាពខ្មៅចៃដន្យចេញពីបងប្អូនបានក៏ប៉ុន្តែបើក្នុងលក្ខខណ្ឌមួយដែលបងប្អូនធ្វើឲ្យនៅតែមានអារម្មណ៍មួមមងដដែលអានឹងបងប្អូនគួរតែមក check មើលចាបងប្អូនអាចមករកអ្នកគ្រូ check មើលថាតើយើងពិតជាប៉ះលើអំពើគេឬក៏យើងមានអមនុស្សតាមឬក៏យើងប៉ះលើអ្វីបានជាដួងរិស័យរបស់យើងអត់ងើបហើយយើងធន់ថាប់អបមល់នៅក្នុងខ្លួនរហូតចាគេមិនបានធ្វើអីក៏មិនទៅមុខអានឹងសិតតែជារឿងអូខេធម្មតាដោយអ្នកគ្រូអាសាលើកឡើងអញ្ចឹងចំពោះបងប្អូនមួយចំនួនចាដែលជាអ្នកគោរពព្រះអង្គបារមីច្បាស់ជាមានព្រះអង្គជួយហើយអញ្ចឹងបានអ្នកគ្រូនិយាយដដែលថាអញ្ចឹងបងប្អូនដែលមានយ័ន្តឬក៏ខ្សែដៃរបស់អ្នកគ្រូឬក៏វត្ថុមង្គលអ្នកគ្រូអាសាយកមកដាស់ដើម្បីឲ្យវត្ថុទាំងអស់នោះមានពលឺរិស័យជួយបងប្អូនឲ្យកាន់តែខ្លាំងហើយសម្បត្តិអ្វីដែលសំខាន់ការការពារខ្លួនបែបនេះស័ក្តិសមសម្រាប់បងប្អូនមិនថាជាអ្នកធ្វើការឬក៏អ្នករកស៊ីឡើយតែបងប្អូនសម្គាល់មើលបើសិនជាយើងការពារខ្លួនហើយចាតែយើងនៅតែមានអារម្មណ៍បែបហ្នឹងទៀតណាមានន័យថាយើងអាចនឹងត្រូវអំពើគេកម្រិតធ្ងន់ពីព្រោះអំពើប្រៀបដូចអ្វីមួយយ៉ាងវាក៏មានកម្រិតរបស់វាដែរបើជាកម្រិតស្រាលត្រឹមយើងជាយន្តឬវត្ថុមង្គលឬក៏ពាក់ខ្សែដៃអីការពារនឹងវាជួយទប់ស្កាត់ជួយប្រសាបានហើយធ្វើវិធីដែលអ្នកគ្រូប្រាប់នឹងវាក៏ជួយប្រសាបានអារម្មណ៍ល្អស្រស់ថ្លាចង់ទៅធ្វើបុណ្យធ្វើទានឡើងវិញអីចឹងណាអ្នកខ្លះណាត្រូវអំពើគេធ្ងន់រហូតដល់គ្រាន់តែនឹកឃើញចង់ទៅធ្វើបុណ្យណាក៏ខ្ជិលដែរដូចមានអ្វីបង្ខានយើងអត់ឲ្យយើងឈ្មោះទៅរកសេចក្តីល្អអត់ឲ្យយើងឈ្មោះទៅរកការធ្វើបុណ្យអត់ឲ្យយើងឈ្មោះទៅរកទីកន្លែងដែលជួយយើងឲ្យផុតពីអំពើមុនខ្មៅឬអមនុស្សនឹងឡើយអញ្ចឹងបងប្អូនសម្គាល់មើលកន្លែងហ្នឹងឲ្យតែមានអាការៈទាំងអស់ហ្នឹងគឺត្រូវតែជំនះវាឲ្យបានហើយអ្នកគ្រូស្វាគមន៍បងប្អូនទាំងអស់គ្នាជានិច្ចមិនថាបងប្អូនតាក់ទងមកអ្នកគ្រូដោយផ្ទាល់តាមរយៈ Telegram 069 61 51 59ឬក៏ឆាតចូល Facebook អ្នកគ្រូឈ្មោះ Bipingly ឬក៏ឆាតចូល page អ្នកគ្រូឬក៏បងប្អូនអញ្ជើញមករកអ្នកគ្រូដោយផ្ទាល់នៅម្ដុំបូរីសម្បូរមាសផ្ទះលេខ 4F គឺអ្នកគ្រូទទួលស្វាគមន៍ជានិច្ចសម្រាប់បងប្អូនដែលបានទស្សនាវីដេអូនេះសូមចែករំលែកវីដេអូនេះទៅកាន់អ្នកទាំងអស់គ្នាដើម្បីឲ្យអាចអនុវត្តទាំងអស់គ្នាដើម្បីឲ្យមានលាភមានជ័យទាំងអស់គ្នាណាចាចំពោះបងប្អូនដែលចង់ជាវត្ថុមង្គលជាស័ព្ទប្រចាំឆ្នាំទាំង12ដើម្បីកាយឆុងឬក៏ជាខ្សែដៃ5ធាតុដោយអ្នកគ្រូកំពុងតែពាក់នេះឬក៏ចង់ជាយន្តផ្សេងបងប្អូនអាចតាក់ទងមកអ្នកគ្រូតាមរយៈ Telegram លេខ069 61 51 59ឬក៏ឆាតមកចូល account Facebook អ្នកគ្រូផ្ទាល់ក៏បានដែរ account ឈ្មោះ Bipingly បញ្ជាក់ណាបងប្អូនរាល់វត្ថុមង្គលឬក៏ស័ព្ទទេពនិងវត្ថុទាំងឡាយដែលបងប្អូនជាវពីអ្នកគ្រូទៅនឹងមានការធ្វើកិច្ចអភិសេកឬក៏ប្រសិទ្ធិជាពិសេសទៅតាមឈ្មោះនិងលេខអត្តខែឆ្នាំរបស់បងប្អូនដើម្បីឲ្យកាន់តែមានឫទ្ធិពូកែស័ក្តិសិទ្ធិណាហើយមួយវិញទៀតបងប្អូនក៏អាចតាក់ទងមកអ្នកគ្រូដើម្បីរកអ្នកគ្រូទស្សទាយធ្វើកិច្ចលើកជាអ៊ុនកាយរាសីកាយឆុងឬក៏ធ្វើកិច្ចដាក់អំពើបាក់មុខបើករកស៊ីឬក៏ដាក់អំពើដើម្បីឲ្យជាពីជំងឺផ្សេងបងប្អូនក៏អាចតាក់ទងមកអ្នកគ្រូបានដូចគ្នាណា